សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលមានចំណងជើងថានៅជាមួយនឹងបេះដូងដែលដកស្រង់ចេញពីសៀវភៅម្នាក់ឯងតែមិនឯកានិពន្ធដោយបងប្រុសសុកច័ន្ទផលសូមអញ្ជើញរីករាយសម្ដាប់ដូចតទៅតើចាំខ្លួនឯងបានទេមុនពេលដែលអត្តចរិតទាំងឡាយចូលមកគ្រប់គ្រងនិងបន្លំខ្លួនធ្វើជាយើងតើអារម្មណ៍ពេលនោះយ៉ាងម៉េចដែរតើចង់ត្រឡប់ទៅកាន់ពេលវេលានោះម្ដងទៀតទេពេលវេលានៃខ្លួនឯងដែលមានតែក្តីស្រឡាញ់គ្រប់ទីកន្លែងនិងគ្រប់ពេលវេលាអូខេខ្ញុំនឹងប្រាប់នៅវិធីសាស្ត្រដ៏ស័ក្តិសិទ្ធិមួយគឺគ្រាន់តែសម្រាកនៅស្ងប់ស្ងាត់ដោយផ្ទៀងចាំស្ដាប់ចង្វាក់បេះដូងលោតចង្វាក់បេះដូងលោតតាំងពីវិនាទីដំបូងនៃកំណើតរបស់យើងប៉ុន្តែនៅពេលជីវិតចម្រើនវ័យឡើងដោយសារតែរវល់នឹងសាច់រឿងខាងក្រៅដ៏មានតម្លៃដែលតែងតែស្ថិតជាប់នឹងខ្លួនឯងហាក់ដូចជាត្រូវបានមនុស្សយើងបំផ្លាញចោលយើងមិនបានដឹងថាចង្វាក់បេះដូងប្រែប្រួលបែបណានោះទេទាល់តែដល់ពេលមួយដែលផ្លូវចិត្តទន់ខ្សោយហើយអ្នកនៅសល់តែម្នាក់ឯងការពិតមួយក៏ស្រាប់តែស្ដែងឡើងពោលគឺចង្វាក់បេះដូងដ៏ទន់ខ្សោយកំពុងតែលោតយឺតហាក់ដូចជារំលឹកដល់អ្នកឲ្យនឹកឃើញដល់រូបរាងកាយឬក៏របស់អ្វីៗជាច្រើនដែលកំពុងតែប្រកបឡើងនៅក្នុងបច្ចុប្បន្នភាពណាមួយវិញ្ញាណទាំង5កំពុងតែមានអ្វីចង់ប្រាប់ដល់អ្នកហើយរឿងមួយដែលខ្ញុំចង់ប្រាប់ជំនួសពួកគេនោះគឺតើអ្នកចាំបានទេពួកគេទាំងនេះហើយគឺជាមិត្តដំបូងរបស់អ្នកទោះជាអ្នកមិនដែលខ្វល់ឬក៏នឹកនាដល់ពួកគេក៏ពួកគេមិនដែលទៅណាចូលអ្នកនោះដែរហើយពួកគេតែងតែនៅត្រង់នេះជានិច្ចអ្នកភ្លេចហើយមែនទេរាល់ពេលដែលអ្នកនៅជាមួយនឹងពួកគេចង្វាក់ដង្ហើមរបស់អ្នកលោតមួយប្រកបដោយសន្តិភាពហើយអ្នកក៏តែងតែស្រួលចិត្តស្រួលកាយជាទីបំផុតតាមមានចាប់អារម្មណ៍ដែរទេហេតុអ្វីក៏ចង្វាក់បេះដូងពេលនេះបែរជាលោតដង្ហក់មិនដូចជាចង្វាក់បេះដូងរបស់យើងសោះអញ្ចឹងចង្វាក់បេះដូងនេះគឺជាឧបករណ៍ពិសេសដែលបង្ហាញពីវត្តមានរបស់អត្តចរិតនីមួយៗដែលជាយូរមកហើយអ្នកមិនធ្លាប់ឃើញឬទទួលស្គាល់គ្នាដឹងទេមិនមែនជាអត្តចរិតតែមួយនោះទេដែលកំពុងតែរស់នៅជាមួយនឹងអ្នកហេតុនេះអ្នកត្រូវតែចំណាយពេលជួបអត្តចរិតម្ដងម្នាក់រហូតដល់ពួកគេប្រគល់ជីវិតនេះមកជូនអ្នកវិញដែលជាជីវិតពោរពេញដោយក្តីស្រឡាញ់និងអំណោយពីធម្មជាតិអត្តចរិតរបស់អ្នកត្រូវបានធ្លាក់ដោយបទពិសោធន៍ជីវិតคล้ายជាតួអង្គសំខាន់រស់រានដោយការប្រកាន់ខ្លួនយ៉ាងមាំនិងអាថ៌កំបាំងបំផុតអត្តចរិតឬតួអង្គទាំងនោះអាចជាបិសាចឬទេវតារស់បានដោយអាហារប្រចាំថ្ងៃតាមរយៈសភាពចិត្តឧទាហរណ៍ដូចជាកំហឹងស្អប់ច្រណែនមេត្តាយុត្តិធម៌ហេតុផលស្គាល់អត្តចរិតប្រៀបបាននឹងស្គាល់ការពិតចេះលើកលែងឲ្យជីវិតផ្ដល់សេរីភាពឲ្យគំនិតរបស់ខ្លួនឯងព្រមទាំងអ្នកដទៃនេះហើយជាអារម្មណ៍ដែលបានជួបជុំនឹងមិត្តចាស់មិត្តពីបុរាណដែលយើងធ្លាប់បានជួបគ្នាក្នុងគ្រាដែលអ្នកមកដល់ទីនេះជាលើកដំបូងតែពេលវេលាកន្លងយើងក៏ស្រាប់តែបែកគ្នាជាយូរមកហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងណាទើបបានជួបគ្នាម្ដងទៀតនោះទេស្រាប់តែពេលនេះយើងក៏បានជួបគ្នាវិញដែលធ្វើឲ្យការចងចាំទាំងឡាយកម្រើកឡើងជាពេលដែលយើងទទួលបាននូវភាពស្កប់ស្កល់និងត្រឡប់ទៅដល់ពេលវេលាដ៏ស្ងប់ស្ងាត់ជាមួយនឹងការពិតនៃភាពជាខ្លួនឯងវិញអរគុណសម្រាប់ការតាមដានស្ដាប់ទាំងអស់គ្នាបើសិនបងប្អូនពេញចិត្តសូមជួយចុច Subscribe Like Share and Comment នៅក្នុង Channel YouTube របស់នាងខ្ញុំផងណាបាយបាយ